អាយៀនស្អែកជួបគ្នាម៉ាក់រកខ្ញុំមែនទេអង្គុយចុះទៅឮថាថ្មីនេះកូនបានរើបណ្ដាញព័ត៌មានសម្ងាត់របស់ត្រកូលហ៊ឺដើម្បីស៊ើបអង្កេតការដោះដូររវាងម៉ាក់និងលីងយៀនមែនទេបាទតែខ្ញុំមិនបានរកឃើញអ្វីសោះកូនប្រុសឯងគួរតែដឹងតាំងពីដំបូងមកលេទោះបីជាពេលនេះកូនជាប្រមុខគ្រួសារត្រកូលហ៊ឺក៏ដោយឲ្យតែជារឿងដែលម៉ាក់មិនចង់ឲ្យដឹងកូនសំបីតែបន្តិចក៏រកមិនឃើញដែរចុះម៉ាក់ហៅខ្ញុំមកថ្ងៃនេះតើមានបំណងចង់ជួយខ្ញុំមែនទេម៉ាក់គ្រាន់តែចង់ឲ្យកូនយល់កាន់តែច្បាស់ពីគេប៉ុណ្ណោះម៉ាក់មិនដែលធ្វើជំនួញដែលមិនចំណេញឡើយការដែលទៅរកគេនៅតំបន់13លក្ខខណ្ឌចម្បងពិតជាដើម្បីព្យាបាលជំងឺកូនមែនចុះលក្ខខណ្ឌផ្សេងទៀតត្រកូលហ៊ឺធ្វើការតែងតែគោរពតាមច្បាប់ទម្លាប់ចៅឆាងជីដើមឈើពុកមួយនេះមិនយូរមិនឆាប់ម៉ាក់ត្រូវតែដកវាចេញប៉ុន្តែត្រកូលហ៊ឺមិនអាចទៅកំចាត់គេដោយគ្មានហេតុផលបានទេតែប្អូនប្រុសដែលលីងយៀនចិញ្ចឹមអាហ្វ៊ីចៃដនស្លាប់ក្រោមដៃពួកក្រុមក្រៅច្បាប់ដែលចូលឆាងហ៊ឺចិញ្ចឹមអីចឹងម៉ាក់បានដឹងរឿងនេះតាំងពីយូរហើយមេខ្លោងដែលសម្លាប់អាហ្វ៊ីកាលពីឆ្នាំនោះនឹងលេចមុខនៅកំពង់ផែដងកាងយប់នេះកាដូជួបមុខនេះកូនចង់ជូនគេបែបណាគឺអាស្រ័យលើសមត្ថភាពរបស់កូនហើយខ្ញុំមិនដឹងហើយអរគុណម៉ាក់កំពង់ផែដងកាងជាកន្លែងដែលមនុស្សគ្រប់ប្រភេទនៅលីឡំគ្នាយប់នេះក៏មានអាល់ហ្វាជាច្រើននៅផងដែរលោកស្រីឲ្យទីតាំងទៅឲ្យអ្នកប្រុសផ្ទាល់បែបនេះប្រសិនបើស្ថានភាពគ្រប់គ្រងលែងបានហើយអ្នកប្រុសរងរបួសមេគ្រូសាហ៊ីគ្រាន់តែកំពង់ផែតូចមួយមិនអាចធ្វើអ្វីគេបានទេម្យ៉ាងទៀតបើមិនឲ្យបង្ហូរឈាមខ្លះទេតើកូនល្ងងរបស់ខ្ញុំយកអ្វីទៅលួងចិត្តប្រពន្ធដ៏ត្រជាក់របស់គេទៅបាទខ្ញុំយល់ហើយអាយៀនឯងមកហើយថ្ងៃនេះពន្លឺថ្ងៃល្អណាស់អាយៀនសាក់មើលទៅតាមពិតខ្ញុំចង់នាំនាងមកញ៉ាំនៅទីនេះតាំងពីយូរហើយនំខេកគេឆ្ងាញ់ណាស់ការដែលនៅជាន់ក្រោមដីតំបន់13ឯងតែងតែទុកនំប៉័ងទុនឲ្យខ្ញុំពេលដែលឯងចាក់ចេញទៅឯងមិនដែលនិយាយថានឹងត្រឡប់មកវិញប៉ាវនំខេកខ្ញុំឡើយការនោះខ្ញុំស្មានថាឲ្យតែខ្ញុំត្រឡប់មកសង្គមជាន់ខ្ពស់និងយកអ្វីដែលជារបស់ខ្ញុំមកវិញខ្ញុំអាចទៅទទួលឯងចេញពីទីនោះបានហើយតែក្រោយគ្រោះថ្នាក់ចរាចរណ៍នោះមកការចងចាំរបស់ខ្ញុំមានបញ្ហាខ្លាំងណាស់រឿងខ្លះខ្ញុំចាំមិនច្បាស់ទេតែខ្ញុំចាំបានច្បាស់នៅថ្ងៃដែលឯងចាក់ចេញទៅអាឆឹងមិនមែនទេឥឡូវគូតែហៅថាអ្នកប្រុសគូបើឯងត្រឡប់មកវិញហើយក៏ធ្វើជាអ្នកប្រុសរបស់ឯងចុះតែឯងនៅតែស្ថិតក្នុងភក់ជ្រាំដដែលអាយៀនការនោះឯងជាអ្នកជួយសង្គ្រោះជីវិតខ្ញុំតែឥឡូវបែរជាផ្ញើជីវិតលើគ្រួសារហើដើម្បីគ្រួសារហើឯងសុខចិត្តរងចាំការសងសឹកយូរដល់ថ្នាក់នេះមិនហត់ទេអីមេខ្លោងដែលសម្លាប់អាហ្វ៊ីនឹងនៅភូមិខាងកើតដងកាងឃ្លាំងលេខ3យប់នេះបើត្រូវការខ្ញុំនឹងចាត់ការឲ្យមិនបាច់ឲ្យឯងប្រឡាក់ដៃឡើយហើយក៏មិនបាច់ត្រូវរងចាំជំនួយពីត្រកូលហើដែរកាដូនេះខ្ញុំទទួលយកហើយចាត់ទុកថាខ្ញុំជំពាក់គុណឯងម្ដងចុះចំណែករឿងផ្សេងទៀតមិនបាច់ឲ្យអ្នកប្រុសគូមកបារម្ភជំនួសខ្ញុំឡើយខ្ញុំមានការសម្រេចចិត្តខ្លួនឯងតិចព្រមព្រៀងរវាងខ្ញុំនិងលោកស្រីហើយខ្ញុំដឹងថាត្រូវទូទាត់ជាមួយគាត់យ៉ាងម៉េចកុំបារម្ភបើឯងបានឡើងខ្ពស់ហើយក៏រស់នៅក្រោមពន្លឺថ្ងៃឲ្យបានល្អទៅកុំត្រឡប់ក្រោយវិញអីអាយៀនមិនយូរប៉ុន្មានទេឯងនឹងដឹងថាគ្រួសារហើយជួយអ្វីអងមិនបានឡើយមានតែពួកយើងទេដែលជាមនុស្សប្រភេទតែមួយគូលៀងយានខ្ញុំធ្លាប់ប្រាប់ហើយថាគុំលោកដៃវែងពេកច្រមុះលោកហើខ្លាំងមែនឆាប់រកខ្ញុំឃើញដល់ថ្នាក់នេះយ៉ាងម៉េចខ្លាចខ្ញុំដណ្ដើមស្នាដៃលោកមែនទេខ្ញុំគ្រាន់តែអាណិតអាយៀនដែលរងចាំយូរពេកក៏ជួយសម្រួលផ្លូវឲ្យគេបន្តិចប៉ុណ្ណោះលោកហើមិនយល់ទេគេនឹងខ្ញុំទៅជាមនុស្សប្រភេទតែមួយមានតែការបង្ហូរឈាមនិងការពិតទេទើបអាចធ្វើឲ្យគេស្ងប់ចិត្តបានតើលោកគិតថាការឃុំឃាំងលៀងយានទុកក្នុងទ្រង់មាសរបស់ត្រកូលហើនឹងធ្វើឲ្យគេដឹងគុណលោកមែនទេអ្នកប្រុសគូអតីតកាលរវាងលោកនិងដៃគូរបស់ខ្ញុំមិនដឹងហើយក៏មិនចង់ដឹងដែរក្នុងភ្នែកលោកគេប្រហែលជាត្រូវរស់នៅជាមួយលោកនៅកន្លែងខ្មៅងងឹតតែសម្រាប់ខ្ញុំគឺមិនមែនមិនថាខ្ញុំខ្លាចជាអ្វីក៏ខ្ញុំត្រូវតែធ្វើឲ្យគេបានឈរនៅក្រោមពន្លឺថ្ងៃគឺគ្រប់គ្រាន់ហើយជប់ប្រើល្បិចសាកល្បងបែបនេះទៀតទៅសម្រាប់នៅកំពង់ផែយប់នេះខ្ញុំនឹងបោះសម្អាតឲ្យអស់ក្នុងពេលលោកស្រីហើបានយល់ព្រមចូលរួមហើយខ្ញុំក៏មិនអាចបំផ្លាញគម្រោងការរបស់គ្រួសារហើបានដែរហើយចឹងហេតុអ្វីបានជាលោកមកទីនេះតាមពិតទៅយប់នោះខ្ញុំបានឃើញផ្កាកុលាបដែលក្រៀមស្វិតមួយទងនៅក្នុងចិត្តរបស់លោកគ្រាន់តែសង្ឃឹមថាថ្ងៃមុខខ្ញុំមានសមត្ថភាពអាចធ្វើឲ្យវារីកស្គុះស្គីឡើងវិញអញ្ចឹង
ដែលលោកមកនេះគឺដើម្បីតែជូនផ្កាឲ្យខ្ញុំ យប់នេះខ្ញុំមានរឿងត្រូវធ្វើមិនបានទៅផ្ទះទេនៅផ្ទះមានធ្វើម្ហូបឆ្ងាញ់ច្រើនណាស់ លោកជាអ្នកធ្វើឬ អ្នកបម្រើជាអ្នកធ្វើតើឡើងឡានមកបងជូនទៅវិញ លីងយានស្អែកជួបគ្នា ហើយឆឹងស្អែកជួបគ្នា អាណាគេនឹងវងវិញផ្លូវមករកកន្លែងមកមែនប្រមុខត្រកូលហ่ะក្រុមស្វីហ្វូយើងមិនដែលរករឿងគ្រួសារលោកទេទង្វើរបស់លោកមានន័យថាម៉េចទៅ3ឆ្នាំមុននៅផ្លូវក្រោយនៃតំបន់ដេញខ្លាញ់នៅទី13អញបាននាំមនុស្សទៅវ័យសម្រាប់ក្មេងម្នាក់ឈ្មោះអាហ្វេនៅចាំបានទេអាណាថាដែលងាប់នៅតំបន់13មានច្រើនរាប់មិនអស់ឲ្យចាំមិនបានចប់ហើយថាំពោវិញ្ញាណច្របូកច្របល់អស់ហើយជីវិត Alpha កម្រិត S ពិតជាមានតម្លៃមែនតែនៅចំពោះមុខឆ្នាំដែលបង្កើតមកសម្រាប់បង្ក្រាប Alpha កម្រិតខ្ពស់នេះទូថាំពលអញខ្លាំងប៉ុណ្ណាចុងក្រោយក៏ខ្លាចជាឆ្កែកម្សត់ដែលសំបីតែឈរក៏មិននឹងដែរថ្ងៃនេះអញគុំសង្ឃឹមថាអាចដើរចេញពីកំពង់ផែនេះទាំងរស់ឲ្យសោះវើយកុំឲ្យអ្នកខាងក្រៅជួលមកកំហាប់ឆ្នាំវីប្រហារខ្ពស់ណាស់នៅខាងក្រៅព័ទ្ធសំណាញ់ឲ្យចិត្តកុំឲ្យសំបីតែរុយមួយក្បាលហោះរួចឲ្យសោះលោកលីនយប់ជ្រៅហើយញ៉ាំទឹកដោះគោមួយកែវសិនទៅចាំចូលសម្រាប់ណាលោកលីនគេងហើយនៅទៅកំពង់ផែខាងកើតទៅហឺឆឹងនៅទីនោះគេបានត្រៀមកាដូធំមួយសម្រាប់ឯងដោយផ្ទាល់ដៃផងចៅវាយមិនស្រួលទេរដងឯងមិនដែលស្លន់ស្លោចឹងទេមានរឿងអីបានជាភ័យម្លេះទិន្នន័យនៅឃ្លាំងលេខ3កំពង់ផែដងកាំងកំពុងមានភាពមិនប្រក្រតីម៉ាស៊ីនតាមដាននៅលើខ្លួនលោកប្រុសចាប់បាននៅកំហាប់ថ្នាំទប់ស្កាត់ Alpha កម្រិតខ្ពស់បំផុតប្រមុខរបស់នេះគឺតាំងចិត្តរៀបចំទុកសម្រាប់លោកតែម្ដងថាំពលវិញ្ញាណវឹកវរអស់ហើយទោះលោកមានឬខ្លាំងប៉ុណ្ណាក៏ដោយពេលនេះក៏មិនអាចគ្រប់គ្រងអមងខ្លួនឯងបានទៀតដែរមែនទេ Alpha ដែលសំបីតែថាំពលវិញ្ញាណខ្លួនឯងក៏ទប់មិនបានផងនឹងតើអាចទ្រាំបានយូរប៉ុណ្ណាទៅអញពិតជាចំណាយកម្លាំងមិនស្ទើរទេដើម្បីមកបង្កើតថ្នាំទប់ទល់ Alpha កម្រិតខ្ពស់សុបចិត្តចំណាយទុនធំដល់ថ្នាក់នេះចិត្តមកទៅហើយនៅមាត់រឹងទៀតថាចូលទៅទាំងអស់គ្នាថ្ងៃនេះទីនេះគឺជាកន្លែងកប់សពរបស់អញហើយគួរឲ្យស្ដាយតែពួកឯងគិតខុសរឿងមួយអ្នកណាប្រាប់ពួកឯងថាយើងចាំបាច់ត្រូវតែគ្រប់គ្រងវានោះឈួតហើយអាមួយនេះហ៊ានបញ្ចេញថាំពលវិញ្ញាណទាំងអស់ចេញមកទាំងបង្ខំឈួតអញលែងចង់រស់ហើយមែនទេឈប់ភ្លឹកធ្វើអីទៀតឆាប់សម្លាប់វាទៅគឺឆឹងយកជីវិតអញមកស្លាប់ទៅក្មេងនេះពិតជាខឹងមែនទែនហើយមើលទៅគួរឲ្យសង្វេគណាស់ស៊ីវឆឹងពួកអញហ៊ានប៉ះអញដឹងពីផលវិបាកទេសន្សំកម្លាំងទុកខ្លះទៅអញត្រូវទុកជីវិតឯងយកទៅប្រគល់ឲ្យប្រពន្ធអញពិតជាគ្មានបានការមែនសំបីតែដើរត្រឡប់ទៅវិញដោយខ្លួនឯងក៏ធ្វើមិនបានផងគ្មានបានការមែនលីងយាននេះជាការយកសັບមែនទេបងយកកាដូមកហើយពេលនេះប្រពន្ធសម្លាញ់អាចនាំបងទៅផ្ទះវិញបាននៅ